មិនសរសើរមិនបានបងប្អូនបាទមិនសរសើរមិនបាន PSG បាទឬក៏ហៅពាក្យពេញថា Paris Saint-Germain នេះពិតជាល្អខ្លាំងមែនទែនបាទជាពិសេសនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Champions League នៅមុននេះបន្តិចពួកគេបានយកឈ្នះទៅលើក្រុមដែលបកកែការពារបាទរហូតដល់ទៅ5-0ឯណោះបាទ Inter Milan ណាដែល5គ្រាប់បានដោយកីឡាករច្រាហ្វ Hakimi មួយគ្រាប់បាទកីឡាករ Doué 2គ្រាប់ម្នាក់ឯងបាទ Kvaratskhelia មួយគ្រាប់និងមួយគ្រាប់ចុងក្រោយបានដោយកីឡាករបាទ Meyulu នៅនាទីទី86បាទន័យថាក្រុម Paris Saint-Germain គឺបិទ clean sheet មិនឲ្យក្រុមដែលបកកែការពារដែលល្បីថាការពារខ្លាំងហ្នឹងអត់ឲ្យតដៃមករួចមកគ្រាប់ទេបាទហើយជាពិសេសគឺស៊ីរហូតដល់ទៅ5គ្រាប់ទៀតពិតជាអស្ចារ្យខ្លាំងមែនទែនហើយក៏ជួមអបអរសាទរទៅដល់ក្រុមរបស់លោក Luis Enrique ដែរដែលពួកគេបានលើកពានរង្វាន់ UEFA Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់បាទអញ្ចឹងសម្រាប់ក្រុម Paris Saint-Germain មុននឹងឡើងមកដល់នេះគឺគេបានផ្ដួលក្រុមដែលមកពីអង់គ្លេសរហូតដល់ទៅ4មានទាំង Mikel បាទ Manchester City បាទក្រុមហង្សក្រហម Liverpool ក្រុម Aston Villa បាទ3ក្រុមនេះសុទ្ធតែខ្លាំងតែម្ដងបាទមុននឹងឡើងមកជួបជាមួយនឹងក្រុម Inter Milan នេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយចុងក្រោយគឺបាទក្រុមកំភ្លើងធំ Arsenal បងប្អូនបាទ Paris Saint-Germain នេះបាទល្អពេកហើយមែនតើទៅសម្រាប់ការប្រកួតការពីយប់មិញយើងឃើញថាក្រុម Paris Saint-Germain បាទល្អតាំងពីលើដល់ក្រោមបាទលេងយល់ចិត្តគ្នាបាទការបោះបាល់បាទន័យថាការពារវិបកនៅពេលដែលក្រុម Inter បាទបុកខ្លាំងបាទ PSG ការពារហើយនៅពេលដែលវិបកទៅវិញគឺគុណភាពតែម្ដងបាទគុណភាពបាទទៅដឹងតាស៊ីហើយជាពិសេសគឺបាទប្រហែលជាកីឡាករក៏ដូចជាលោក Luis Enrique ចាប់ថ្នាក់បាទកីឡាករបាទ Yann Sommer បានសុទ្ធភាគច្រើនគឺអង្គទី1តែម្ដងបាទអត់មានផ្ទះអង្គទី2ទេបាទឲ្យតែអង្គទី1ដឹងតែចូលផ្ទះអង្គទី1ដឹងតែចូលបាទ Doué ក៏ចឹងបាទ Kvaratskhelia ក៏ចឹងបាទកីឡាករបាទ Meyulu ក៏ចឹងបាទបើសិនជាបាទកីឡាករ Barcola ដាក់មកគ្រាប់អង្គទី1នឹងចូលទៀតណា6-0 បាត់ហើយបាទគ្មាន5-0នោះទេហើយអ្វីដែលគួរឲ្យសោកស្ដាយបាទនៅពេលដែល Mbappé ចេញបែរជាក្រុម Paris Saint-Germain នេះលើកពានរង្វាន់ UEFA Champions League ទៅវិញពិតជាគួរឲ្យសោកស្ដាយខ្លាំងមែនទែនសម្រាប់កីឡាករ Kylian Mbappé បាទអញ្ចឹងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះរបស់ខ្ញុំបាទសាយមិសិតជួបគ្នានៅវីដេអូក្រោយៗទៀត